យើងឃើញថានរណាក៏ចូលចិត្តញ៉ាំសាច់ញ៉ាំផ្លែឈើញ៉ាំអីពួកគាត់ទាំងអស់គ្នាសុទ្ធតែប្រឈមទាំងអស់គ្នាឬក៏មានករណីណាខ្លះដែលមានក្រុមមនុស្សប្រឈមផ្សេងបងមនុស្សជាទូទៅយើងមានកត្តាតំណពូជដែលអាចរំលាយអាស៊ីតអ៊ុយរិកឲ្យខ្ជិលរលាយក្នុងទឹកយកទៅចាក់ចោលតាមទឹកនោមបានប៉ុន្តែមានមនុស្សខ្លះហ្នឹងគឺគាត់បាត់អាហ្សែនដែលអាចបំបែកអាស៊ីតអ៊ុយរិកឲ្យរលាយក្នុងទឹកគេហៅ uricase អញ្ចឹងពេលដែលយើងធ្លាក់ uricase ហ្នឹងអញ្ចឹងអាស៊ីតអ៊ុយរិករបស់យើងហ្នឹងវាឡើងកាន់តែខ្ពស់ទៅហើយការបញ្ចេញចោលហ្នឹងវាមានការលំបាកកាន់តែខ្លាំងទៅមានការខូចខាតសរីរាង្គយើងទៀតចា៎ហើយមួយទៀតមនុស្សដែលគាត់អត់ដឹងខ្លួនហ្នឹងគឺគាត់ញ៉ាំជាតិស្ករច្រើនទឹកឃ្មុំហើយនឹងផ្លែឈើដែលផ្អែមមុតច្រើនអញ្ចឹងទាំងអស់ហ្នឹងគឺធ្វើឲ្យយើងឡើងអាស៊ីតអ៊ុយរិកខ្លាំងតែម្ដងហើយខ្លាំងតាមរបៀបខ្លាញ់ញប់ថ្លើមរបៀបខូចថ្លើមរបៀបខូចតម្រងនោមរបៀបខូចសរសៃឈាមបេះដូងរបៀបខូចសុខភាពខួរក្បាលអញ្ចឹងហ្មងចា៎